នៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកនៅយប់ថ្ងៃសៅរ៍ទី8 ខែសីហានេះបាទនៅកម្ពុជាគឺព្រឹកថ្ងៃអាទិត្យទៅហើយណាបាទចឹងបានពាក់ពណ៌ក្រហមហ្នឹងស៊ីគ្នាជាមួយនៅថ្ងៃអាទិត្យនៅស្រុកខ្មែរបាទព័ត៌មានទី1នេះគឺជាការថ្លែងរបស់លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក JD Vance លោកមានប្រសាសន៍ថាការចរចារវាងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់ហ្នឹងគឺមានការចម្រើនជឿនលឿនទៅមុខច្រើននៅក្នុងរយៈពេលប្រមាណថ្ងៃចុងក្រោយនេះបាទអាចនឹងឈានទៅដល់ចិត្តសម្រេចបានកិច្ចព្រមព្រៀងហើយទន្ទឹមនឹងនោះអ៊ីរ៉ង់បាទក៏ដាក់លក្ខខណ្ឌ6ចំណុចយ៉ាងចាស់ដៃមកលើសហរដ្ឋអាមេរិកផងដែរបាទតើសហរដ្ឋអាមេរិកទទួលបានឬមិនបានឬចាំមើលដែរណាបាទហើយព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍ exclusive របស់ Washington Post បាទ Washington Post ចាំបានន័យថាតើអ្នកជាវ Washington Post បានអាចនឹងអានអត្ថបទនេះបានគឺបានឲ្យដឹងថាក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកហ្នឹងគឺឥឡូវនេះដាក់សម្ពាធទៅលើក្រុមហ៊ុនឧស្សាហកម្មសពាវុធអាមេរិកហ្នឹងគឺឲ្យប្រឹងប្រែងរៀបចំផែនការឲ្យបានច្បាស់លាស់ថាតើផលិតអាវុធនៅពេលណាដឹកជញ្ជូនចេញនៅពេលណាឲ្យបានឆាប់បាទគឺទុកពេលមិនតែយូរបំផុត21ថ្ងៃទេទៅចេញផែនការឲ្យបានច្បាស់លាស់នេះបើយោងតាមលិខិតដែលខាង Washington Post គាត់ទៅតែទទួលបានហើយយកមករាយការណ៍ណាបាទហើយព័ត៌មានទី3នេះគឺស្ដីអំពីសុខភាពរបស់លោក Joe Biden អតីតប្រធានាធិបតីសហរដ្ឋអាមេរិកបាទបើតាមការបញ្ជាក់របស់កូនប្រុសរបស់លោកប្រធានាធិបតីគឺលោក Hunter Biden គឺបានឲ្យដឹងថាលោកអតីតប្រធានាធិបតីគឺមានជំងឺ cancer កំពីង prostate នោះបាទឥឡូវនេះរីករាលដាលដល់ឆ្អឹងហើយបាទហើយលោកកំពុងតែទទួលការព្យាបាលដូច្នេះគឺជារឿងមួយដែលពិបាកសម្រាប់លោកដែរក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគឺលោក Biden នៅតែបន្តនិយាយអំពីបញ្ហាសំខាន់នានាបាទដែលលោកយល់ថាត្រូវតែកែលម្អហើយព័ត៌មានទី4នេះគឺជាបទសម្ភាសន៍មួយដែលខាង CNN គាត់បានរាយការណ៍ក៏ប៉ុន្តែសារព័ត៌មានHarvardនេះគាត់យកមករាយការណ៍បន្ថែមគឺលោកមេបញ្ជាការកងទ័ពចម្រុះប្រធានកងទ័ពចម្រុះគឺបានខ្សឹបប្រាប់ទៅដល់មន្ត្រីធំរបស់រដ្ឋបាលលោកប្រធានាធិបតីត្រាំថាគួរតែបន្ថយណាសកម្មភាពយោធានៅប្រទេសអ៊ីរ៉ង់ទៅពីព្រោះអីមានបញ្ហាប្រឈមជាច្រើនបាទដែលកងទ័ពសហរដ្ឋអាមេរិកទៅដោះស្រាយក្នុងនោះមានបញ្ហាកង្វះគ្រាប់ផងដែរដែលត្រូវតែបាទបន្ថយសកម្មភាពពីប្រហារបាទនេះគឺជាព័ត៌មានដែលទើបតែបានដឹងនៅថ្ងៃនេះបាទបើចឹងនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកព័ត៌មានទី1បាទព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន NPR បាទ Fox News បាទ Fox News គឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Fox News ដែលខ្ញុំដកស្រង់មកជម្រាបជូនប្រិយមិត្តនោះគឺបានឲ្យដឹងថាលោក JD Vance ដែលជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងនៅថ្ងៃសៅរ៍នេះណាសម្រាប់អ្នកនៅអាមេរិកគឺនៅថ្ងៃសៅរ៍នេះបាទនៅកម្ពុជាគឺព្រឹកថ្ងៃអាទិត្យទៅហើយបានឲ្យដឹងថាសហរដ្ឋអាមេរិកគឺឥឡូវនេះក្នុងការចរចាជាមួយនឹងអ៊ីរ៉ង់គឺមានការចម្រើនជឿនលឿនទៅមុខបានច្រើនដែរក្នុងរយៈពេលប្រហែលថ្ងៃចុងក្រោយនេះបាទក៏ប៉ុន្តែលោកបាននិយាយឲ្យប្រយ័ត្នប្រយែងថាទីក្រុងតេហឺរ៉ង់នេះនៅតែមិនទាន់បានធ្វើអ្វីគ្រប់យ៉ាងតាមដែលរដ្ឋបាលលោកប្រធានាធិបតី Donald Trump ចង់បាននោះនៅឡើយទេបាទហើយគឺលោកអនុប្រធានាធិបតីបានមានប្រសាសន៍ថារដ្ឋបាលរបស់លោកគឺកំពុងតែចរចាជាមួយនឹងអ៊ីរ៉ង់នៅឡើយទេដើម្បីធ្វើការយ៉ាងណាតាក់ទងជាមួយនឹងការបរិមាណឲ្យដល់ចំនួនច្រើនសម្រាប់ការនាំប្រេងហើយនិងឧស្ម័នឆ្លងកាត់ច្រក Hormuz សម្រាប់យកទៅផ្គត់ផ្គង់ពិភពលោកជាពិសេសនៅតំបន់អាស៊ីលោក Vance បានមានប្រសាសន៍ថាសហរដ្ឋអាមេរិកគឺនៅតែផ្ដោតសំខាន់ទៅលើការបញ្ញាចិត្តរបស់ខ្លួនដែលចង់បានគឺថាតើទីក្រុងតេហឺរ៉ង់នោះមានគោលបំណងនៅក្នុងការធ្វើយ៉ាងណាឲ្យមានការផ្លាស់ប្ដូររយៈពេលយូរបាទដែលអាចនឹងធ្វើឲ្យមានទំនាក់ទំនងល្អប្រសើរជាមួយនឹងទីក្រុង Washington អត្ថាធិប្បាយរបស់លោកអនុប្រធានាធិបតីនេះបានកើតមានឡើងក្នុងពេលដែលអ៊ីរ៉ង់បាននិយាយថាការចរចារបស់ខ្លួនជាមួយនឹងប្រទេសអូម៉ង់
អំពីការរៀបចំការគ្រប់គ្រងចរាចរណ៍ឆ្លងកាត់ច្រក Hormuz នេះគឺជាបានឈានទៅដល់កិច្ចព្រមព្រៀងគ្នាមួយទៅហើយបាទក្នុងគណៈពេលដែលទីក្រុងតេហេរ៉ង់នៅតែបញ្ជាក់ថាគឺខ្លួនបាទមិនទាន់បើកច្រកសមុទ្រ Hormuz ឡើងវិញទេតើតែខ្លួនដាក់លក្ខខណ្ឌបន្ថែមទៀតដែលអាចឲ្យសហរដ្ឋអាមេរិកបានទទួលយកបាទហើយក្រោយមកមានសេចក្តីរាយការណ៍មួយផ្សេងទៀតដែលខ្ញុំដាក់បញ្ចូលគ្នានៅនេះដែរគឺអ៊ីរ៉ង់គាត់បានចេញឲ្យលក្ខខណ្ឌចំនួន6ចំណុចរបស់គាត់ហ្នឹងដាក់មកខាងសហរដ្ឋអាមេរិកបាទគឺនៅថ្ងៃសៅរ៍នេះដែរណាបាទគាត់ថាគឺជាលក្ខខណ្ឌដែលគាត់ដាក់ចេញមកដើម្បីធ្វើឲ្យសហរដ្ឋអាមេរិកនឹងផ្លាស់ប្ដូរអាកប្បកិរិយាបាទផ្លាស់ប្ដូរអាកប្បកិរិយាចំពោះប្រទេសអ៊ីរ៉ង់ហើយនឹងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ហ្នឹងមុនពេលដែលអ៊ីរ៉ង់បើកច្រក Hormuz ឡើងវិញបាទនេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានIRNAដែលជារបស់រដ្ឋាភិបាលអ៊ីរ៉ង់បានរាយការណ៍ដឹងនៅល្ងាចថ្ងៃសៅរ៍នេះបើយោងតាមលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់បាននិយាយឲ្យដឹងថាសហរដ្ឋអាមេរិកគឺត្រូវតែបញ្ឈប់បាទត្រូវតែបញ្ឈប់នឹងលក្ខខណ្ឌដែលខាងអ៊ីរ៉ង់ដាក់មកហ្នឹងគឺទីមួយគឺសហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ការគំរាមកំហែងអ៊ីរ៉ង់ហើយនឹងបាទការប្រមាថមើលងាយទីកន្លែងនានាដែលអ៊ីរ៉ង់ចាត់ទុកថាជាកន្លែងជាទីសក្ការៈរបស់ខ្លួនបាទអញ្ចឹងគឺត្រូវឈប់សកម្មភាពបែបហ្នឹងហើយបន្ទាប់មកគឺត្រូវបញ្ឈប់ទាំងអស់នៅសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ហើយនឹងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងប្រទេសលីបង់ប៉ាឡេស្ទីនយេម៉ែនហើយនឹងអ៊ីរ៉ាក់ហើយក៏ដូចជាបាទលើកលែងការរារាំងបិទច្រកសមុទ្រផងដែរបាទហើយការទៀមទាបន្ថែមទៀតរបស់អ៊ីរ៉ង់នោះគឺបានអំពាវនាវឲ្យសហរដ្ឋអាមេរិកដកកម្លាំងទាំងកម្លាំងជើងគោកកម្លាំងទ័ពអាកាសរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ង់បាទកុំឲ្យមាននៅទីនោះហើយក៏ដូចជាសងសំណងចំពោះការខូចខាតនៃសង្គ្រាមទាំងពីរដែលសហរដ្ឋអាមេរិកបានធ្វើហ្នឹងហើយក៏ដូចជាបាទលើកលែងលុបចោលនៅទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់បាទដោយគ្មានលក្ខខណ្ឌបាទហើយក៏ថែមទាំងបាទដោះលែងនៅប្រាក់ដែលសហរដ្ឋអាមេរិកបានបង្កកក្នុងពេលកន្លងមកបាទគឺផ្អាប់ណានៅក្នុងភាសានៅកម្ពុជាគេថាផ្អាប់សហរដ្ឋអាមេរិកផ្អាប់នោះគឺត្រូវបញ្ចេញប្រាក់នឹងមកឲ្យអ៊ីរ៉ង់វិញបាទនេះគឺជាលក្ខខណ្ឌដែលអ៊ីរ៉ង់ទើបតែចេញមុននេះណាតើសហរដ្ឋអាមេរិកមានប្រតិកម្មយ៉ាងណាហើយប្រិមិត្តមើលថាតើលក្ខខណ្ឌហ្នឹងគឺតើវាមានអ្វីថ្មីទេបាទព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់ Washington Post បាទ Washington Post ក៏រាយការណ៍នឹងដូចជា exclusive ដែរបាទ exclusive ឲ្យដឹងដែរបាទអញ្ចឹងប្រិមិត្តនឹងអាចដឹងបានបាទ exclusive បាទមុននេះព័ត៌មានទី1គឺមិនមែន exclusive ទេព័ត៌មានទី1គឺជា Fox News ដែលរាយការណ៍ដែលជាព័ត៌មានធម្មតាទេនៅក្នុងបទសម្ភាសន៍ប៉ុន្តែព័ត៌មានទី2នេះបានជាសេចក្តីរាយការណ៍ exclusive របស់ Washington Post នៅតតែអ្នកជីវអត្ថបទរបស់ Washington Post បានអាចអានអត្ថបទនេះបានណាបាទអញ្ចឹងខ្ញុំសូមដកស្រង់មកជម្រាបជូនប្រិមិត្តទាំងអស់គ្នាទូទៅបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post បានឲ្យដឹងថាក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកឥឡូវនេះកំពុងតែស្នើឲ្យឧស្សាហកម្មផលិតសម្ភារៈយោធារបស់សហរដ្ឋអាមេរិកហ្នឹងគឺបង្កើននៅផលិតកម្មរបស់ខ្លួនឲ្យបានឆាប់រហ័សក៏ដូចជាបង្កើននៅល្បឿនបាទផលិតអាវុធនេះហើយនឹងប្រគល់មកឲ្យសហរដ្ឋអាមេរិកសម្រាប់ប្រើប្រាស់ក្នុងនោះរួមមានក្របរំសេវនានាដែលមានសារៈសំខាន់ខ្លាំងសម្រាប់ការធ្វើសង្គ្រាមហើយឥឡូវនេះកំពុងតែខ្វះខាតមកដោយសារតែការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នេះបើយោងតាមគេថាអនុសារណៈមួយដែលចេញដោយក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកហើយខាង Washington Post ក៏ទទួលបានមួយកូពីផងដែរបើយោងតាមលោក Steve Fensberg ដែលជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកគឺបានសរសេរនៅក្នុងលិខិតហ្នឹងគឺបញ្ជូនទៅដល់មេដឹកនាំតកែក្រុមហ៊ុនឧស្សាហកម្មនានាហ្នឹងកាលពីថ្ងៃពុធគាត់បានសរសេរដូចនេះកាលពីថ្ងៃពុធដោយនិយាយថាក្រុមហ៊ុនទាំងអស់នោះគឺមិនមានពេលច្រើនពីលើសពី21ថ្ងៃទេដូច្នេះពួកអស់លោកត្រូវតែ
ធ្វើកិច្ចការនេះឲ្យបានឆាប់រហ័សគឺធ្វើយ៉ាងណាទៅរៀបចំផែនការថាតើនឹងបកគលអាវុធនឹងនៅត្រឹមថ្ងៃណាចេញកាលបរិច្ឆេទឲ្យបានច្បាស់លាស់មកដើម្បីខាងក្រសួងមើលនិងអនុម័តទទួលហើយក៏ដូចជាត្រូវបង្កើននៅផលិតកម្មអាវុធផងដែរក៏ដូចជាក្របរំសេវដែលមានលក្ខណៈសំខាន់សម្រាប់ការបម្រើសង្គ្រាមនេះបើយកតាមអនុសារណៈដែលបានចេញដោយលោកអនុរដ្ឋមន្ត្រីក្រសួងការពារជាតិហើយក្នុងពេលកន្លងមកគឺមិនទាន់មានសារព័ត៌មានណារាយការណ៍នៅឡើយទេការណែនាំនេះគឺកើតមានឡើងក្នុងគណៈពេលដែលមានព័ត៌មានថាសហរដ្ឋអាមេរិកគឺខ្សត់ខ្សោយខ្វះខាតអាវុធបាទហើយក៏ដោយសារតែរឿងហ្នឹងហើយបានធ្វើឲ្យមានភាពតានតឹងរវាងលោកប្រធានាធិបតី Donald Trump ជាមួយនឹងលោករដ្ឋមន្ត្រីក្រសួងការពារជាតិគឺលោក Pete Hegseth បាទនេះបើយោងតាមមន្ត្រីពីរនាក់ដែលបានដឹងអំពីរឿងនេះហើយបានថ្លែងប្រាប់សារព័ត៌មាន Washington Post បាទក៏ប៉ុន្តែខាងក្រសួងការពារជាតិនោះគឺបានមិនធ្វើអត្ថាធិប្បាយអ្វីទេបាទហើយដោយឡែកខាងបើតាមព័ត៌មានក្នុងពេលកន្លងមកគឺខាងក្រុមហ៊ុនឧស្សាហកម្មផលិតអាវុធហ្នឹងក៏ថាមិនបញ្ហាទេក្នុងការដែលផលិតអាវុធឲ្យបានឆាប់រហ័សឲ្យបានច្រើនសម្រាប់បញ្ជូនមកឲ្យកងទ័ពសហរដ្ឋអាមេរិកក៏ប៉ុន្តែបញ្ហាសំខាន់គឺនៅរដ្ឋសភារបស់សហរដ្ឋអាមេរិកបាទសភារបស់សហរដ្ឋអាមេរិកត្រូវតែអនុម័តកញ្ចប់ថវិកានឹងសិនបាទពីព្រោះឥឡូវនេះគឺនៅមានការពិភាក្សាគ្នាច្រើនដោយសារតែមានការបញ្ចូលនៅក្នុងច្បាប់បោះឆ្នោតនេះចូលទៅក្នុងកញ្ចប់ថវិកាការពារជាតិហ្នឹងបាទអញ្ចឹងដូច្នេះប្រាក់បន្ថែមសម្រាប់ផលិតអាវុធហ្នឹងគឺនៅមិនទាន់បានសភាអនុម័តឲ្យចាយនៅឡើយទេក៏ប៉ុន្តែខាងក្រសួងការពារជាតិបានចរចានឹងចុះកង្ត្រាជាមួយនឹងក្រុមហ៊ុនមួយចំនួនទុកជាមុនទៅហើយបាទនេះគឺជាសេចក្តីរាយការណ៍មួយរបស់ខាង Washington Post ណាបាទហើយសារព័ត៌មានទី2នេះគឺបាទព័ត៌មានទី3ណាព័ត៌មានទី3នេះគឺជាសេចក្តីដកស្រង់ពីសារព័ត៌មាន Washington Post ដែរបាទ Washington Post ដែរបើយោងតាមសេចក្តីរាយការណ៍របស់ Washington Post ដែរគឺបានឲ្យដឹងថាលោក Hunter Biden ដែលជាកូនប្រុសរបស់លោក Joe Biden ដែលជាអតីតប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនោះបាននិយាយដោយចំហតែម្ដងអំពីស្ថានភាពសុខភាពរបស់ឪពុករបស់លោកគឺតាក់ទងជាមួយនឹងជំងឺមហារីកក្រពេញប្រូស្តាតណាប្រូស្តាតដោយនិយាយថាគឺលោកបានរងការឈឺចាប់ខ្លាំងផងដែរបាទដោយសារតែជំងឺនឹងវារីករាលដាលអញ្ចឹងគឺបាទ cancer មហារីកហ្នឹងមិនធម្មតាទេណាបាទលោក Biden បានថ្លែងបែបនេះសំទោសមួយនឹងឆ្លុះមកទុបបន្ទាត់លោក Biden បានលោក Hunter Biden បានថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងខាងកម្មវិធីរបស់ទូរទស្សន៍ BBC បាទកាលពីថ្ងៃសុក្រម្សិលមិញបាទដោយលោកបាននិយាយថាគឺវាជារឿងមួយដែលកំសត់ណាស់ដែលត្រូវមើលឪពុករបស់លោកទៅរងការឈឺចាប់បែបនេះបាទដោយសារតែជំងឺមហារីកនោះវាបានរីកដល់ទៅកន្លែងឆ្អឹងបាទឆ្អឹងរបស់លោកហើយមានកន្លែងច្រើនផ្សេងទៀតផងដែរហើយលោកបានបន្ថែមថាបើទោះបីជាទទួលរងការជឿចាប់មានជំងឺបែបនេះក៏ដោយក៏លោក Joe Biden នឹងគឺនៅតែបន្តថ្លែងធ្វើសន្ទរកថាជាសាធារណៈផងដែរអំពីបញ្ហានានាដែលលោកគិតថាលោកចាប់អារម្មណ៍ខ្លាំងចង់ឲ្យមានការកែលម្អនោះបាទបើតាមលោក Hunter Biden បានបញ្ជាក់ថានេះគឺជាអ្វីដែលលោកឪពុករបស់គាត់នឹងគឺជឿជាក់ទៅលើសហរដ្ឋអាមេរិកនេះបាទដូច្នេះដរាបតាគាត់នៅមានជីវិតនៅឡើយគឺគាត់នៅតែបន្តនិយាយអំពីបញ្ហានោះបាទដើម្បីប្រយុទ្ធដើម្បីទាមទារឲ្យមានដំណោះស្រាយលោក Hunter Biden ក៏បានពិភាក្សាផងដែរអំពីអារម្មណ៍របស់លោកបាទដែលទទួលបានការលើកលែងទោសបាទការលើកលែងទោសពីព្រោះអីមុនពេលដែលលោក Joe Biden បានបញ្ចប់អាណត្តិរបស់លោកហើយបកគលតំណែងទៅដល់លោកប្រធានាធិបតី Donald Trump គឺលោកបានចេញលិខិតលើកលែងទោសមួយចំពោះកូនប្រុសរបស់លោកបាទប្រិមិត្តដែលចូលកម្មវិធីយូរហើយឬក៏តាមដានព័ត៌មាននៅសហរដ្ឋអាមេរិកគឺលោក Hunter Biden បាទគាត់មានប្រើគ្រឿងញៀនហើយគាត់ទៅទិញអាវុធហើយបាននៅក្នុង form នៃការបំពេញអាវុធហ្នឹងបាទគឺគាត់មានគេសួរថាតើយើងជាមនុស្សញៀនថ្នាំញៀនអីចឹងទេហើយគាត់កុហកគេថាអត់ទេបាទអត់ទេបាទអញ្ចឹងទៅបានគេ
លក់អាវុធឲ្យបាទលក់អាវុធឲ្យហ្នឹងស្រាប់តែក្រោយមកគឺមានការបែកធ្លាយទៅថាក្នុងអំឡុងពេលហ្នឹងគឺគាត់កំពុងតែមានបញ្ហាថ្នាំញៀនហើយព្យាបាលចឹងដូច្នេះគាត់បំពេញហ្វមថាអត់មានអញ្ចឹងគឺជាការកុហកបាទកុហកដូច្នេះគេបានចោទប្រកាន់របស់គាត់ហ្នឹងហើយលោកក៏ប្រឈមមុខជាមួយនឹងការបងពុនបងអីនៅខាងរដ្ឋ California នេះផងដែរប៉ុន្តែតាមសេចក្តីរាយការណ៍ថាគាត់បានបងពុនហើយក៏ប៉ុន្តែនៅតែមានព័ត៌មានចាស់ដដែលតែរឿងធ្ងន់ជាងគេរឿងទិញអាវុធមួយដើមហ្នឹងបាទកូនប្រុសរបស់ប្រធានាធិបតីក៏ដោយណាបាទបើកាលណាទៅទិញអាវុធគឺទៅបំពេញហ្វមដូចគ្នាដូចឯងហ្នឹងបាទពេញហ្វមហើយទៅឆ្លើយទាំងអស់ថាធ្លាប់មានប្រព្រឹត្តអក្រក់ឬក៏កំពុងតែគេតាមដានអីទេបាទពេលហ្នឹងហើយបានប៉ូលីសយកទៅបានលុកអាវុធឲ្យហើយគាត់កុហកគេកន្លែងហ្នឹងណាអញ្ចឹងដូច្នេះមុនពេលចាប់អាណត្តិគឺឪពុករបស់លោកបានលើកលែងទោសឲ្យលោកបានលើកលែងទោសឲ្យលោកដើម្បីការពារកុំឲ្យមានការសងសឹកនៅក្រោមរដ្ឋបាលលោកប្រធានាធិបតី Donald Trump ពេលហ្នឹងសារព័ត៌មាន BBC បានសួរលោក Hunter Biden ថាលោកមានអារម្មណ៍មិនដែរដែលឪពុករបស់ខ្លួនឯងមកលើកលែងទោសឲ្យខ្លួនឯងអញ្ចឹងចំពោះអ្វីដែលខ្លួនឯងធ្វើហ្នឹងគាត់ថាគាត់មានអារម្មណ៍ដូចជាមិនស្រួលខ្លួនដែរបាទដែលឪពុកដែលមកលើកលែងទោសឲ្យគាត់អញ្ចឹងណាបាទពីព្រោះលោកថាលោកអត់បានដឹងទេបាទអត់បានដឹងពីមុននេះគឺដែលឪពុកដែលធ្វើអញ្ចឹងបាទលោកយល់ថាវាអត់ fair ដែរវាមិនសមរម្យដែរដែលលោកបានទទួលនៅភ័យឯកសិទ្ធិដ៏ពិសេសបែបនេះដោយសារតែលោកជាកូនរបស់ប្រធានាធិបតីបាទបើអ្នកដតីគឺប្រហែលជាបាទសម្រាប់នៅក្នុងពន្ធនាគារទៅហើយបាទដូច្នេះលោកបាននិយាយថាលោកមិនបានដឹងឪពុកបាទលើកលែងទោសឲ្យនឹងទេបាទក៏ប៉ុន្តែលោកយល់ថាជាការល្អដែរពីព្រោះអីប្រហែលជាឪពុករបស់លោកមើលឃើញថាបើសិនជាមិនលើកលែងទោសពេលនេះទេទុកឲ្យនៅមានការចាប់ប្រកាន់ឬក៏ពីរដ្ឋភាពអីចឹងគឺរដ្ឋបាលលោកត្រាំអាចនឹងតាមរករឿងបាទហើយគាត់ថាឥឡូវនោះប្រហែលជាការធ្វើរបស់លោកឪពុករបស់គាត់នឹងគឺត្រឹមត្រូវបាទអញ្ចឹងជាសរុបមកវិញគឺតកតងជាមួយនឹងបញ្ហាសុខភាពណាបញ្ហាសុខភាពរបស់លោកជូបៃដិនគឺលោកមានមហារីកណាមហារីកក៏ក្រពេញប្រូស្តាតទេបាទគឺមិនជាធ្ងន់ប្រមាណដែរទេបាទបើសិនជាយើងព្យាបាលមើលតន់គាត់ថាវាឈឺចាប់ខ្លះបាទព័ត៌មានទី4នេះបាទព័ត៌មានទី4នេះសូមដកសងខ្លីទេគឺតកតងជាមួយនឹងសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ដែរណាគឺជាព័ត៌មាន exclusive របស់ CNN បាទ CNN គាត់បានសម្ភាសជាមួយនឹងមន្ត្រីនេះហើយខាងសារព័ត៌មាននានាបានដកសងយកមកផ្សាយគឺបើយោងតាមការផ្សាយរបស់ CNN បាទហើយទៅបានដកសងដោយកសែត Harvard នេះគឺបានដឹងថាលោកមេបញ្ជាការកងទ័ពរួមឬក៏មេបញ្ជាការកងទ័ពចម្រុះគឺលោកនាយឧត្តមសេនីយ៍ Dan Ken លោកបាននិយាយក្នុងលក្ខណៈឯកជនដោយព្រមានប្រាប់មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ថាសហរដ្ឋអាមេរិកគឺត្រូវតែស្វែងរកវិធីណាដើម្បីបន្ធូរបន្ថយបាទសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ទៅបាទដូច្នេះការបង្កើននៅសម្ពាធឬក៏ភាពតានតឹងខាងយោធាណាបន្ថែមគឺអាចមានផលអវិជ្ជមានសម្រាប់សហរដ្ឋអាមេរិកវិញបាទដោយសារតែកម្លាំងពីអាកាសតែមួយមុខនោះគឺมันអាចនឹងទទួលបាននៅអ្វីដែលជាគោលបំណងរបស់លោកប្រធានាធិបតី Donald Trump ទេបាទនេះបើតាមការបញ្ជាក់អំពីប្រភពចំនួន3ឯណោះដែលបានដឹងអំពីរឿងនេះបាទហើយទៅបាន CNN រាយការណ៍លោក Ken បាទលោក Ken គឺលោកនៅក្នុងរូបភាពនោះណាបាទលោក Ken ក៏បានលើកឡើងអំពីការព្រួយបារម្ភនេះប្រាប់ដល់ទៅលោកនាយកខាងទីភ្នាក់ងារស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិក CIA បាទអង់គ្លេសហៅថា CIA គឺលោក John Ratcliffe ហើយក៏ប្រាប់រឿងហ្នឹងទៅដល់លោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកគឺលោក Marco Rubio ឲ្យដឹងផងដែរហើយនឹងលោកអនុប្រធានាធិបតីគឺលោក JD Vance បាទនេះបើយកតាមប្រភពចំនួន2ដែលបានប្រាប់ឲ្យ CNN បានដឹងហើយលោកក៏បានបន្ថែមថាមានការចរចាបន្ថែមទៀតនៅក្នុងរយៈពេលប្រហែលសប្តាហ៍ថ្មីនេះគឺជាមួយនឹងមន្ត្រីនានា
ដើម្បីធ្វើការសម្របសម្រួលអំពីគោលជំហររបស់ពួកគេនឹងថាតើគេគិតមិននិយាយគ្នាហើយសិនមុននឹងចូលទៅជួបប្រជុំជាមួយនឹងលោកប្រធានាធិបតី Donald Trump បាទដោយពួកគេផ្ដោតទៅលើបញ្ហាកំហិតនិងគ្រោះថ្នាក់ដែលអាចនឹងកើតមានឡើងបើសិនបើធ្វើសកម្មភាពណាមួយហើយនឹងថាតើជំរឿនយោធាណាមួយដែលជារឿងសមស្របដើម្បីដាក់សម្ពាធទៅលើប្រទេសអ៊ីរ៉ង់បាទក្នុងនោះគឺជំរឿននានានឹងអាចនឹងរួមទាំងការបញ្ជូនកងកម្លាំងជើងគោកទៅវាយប្រហារអ៊ីរ៉ង់ផងដែរហើយបើយោងតាមប្រភពមួយទៀតបានប្រាប់ទូរទស្សន៍ CNN គឺឲ្យដឹងថាលោកខេនក៏ស្វែងរកវិធីយ៉ាងណាដើម្បីបាទដកថយពីការធ្វើសង្គ្រាមនឹងផងដែរពីព្រោះលោកឧត្តមសេនីយ៍រូបនេះបានយល់ឃើញថាលោកធ្វើដូច្នេះគឺដើម្បីការពារយោធារបស់សហរដ្ឋអាមេរិកបាទហើយបើយោងតាមប្រភពនោះបានបន្ថែមថាលោកខេននិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump ដទៃទៀតហ្នឹងគឺក៏បានសម្ដែងការព្រួយបារម្ភអំពីផែនការផងដែរកាលពីចុងខែមុនបាទដែលអាចមុនពេលដែលសហរដ្ឋអាមេរិកបើកការវាយប្រហារធំទ្រង់ទ្រាយធំទៅលើប្រទេសអ៊ីរ៉ង់បើទោះបីជាយ៉ាងណាក៏ដោយគឺពេលនោះគឺលោកត្រាំលោកមិនទាន់បានអនុញ្ញាតឲ្យមានការបើកការវាយប្រហារទ្រង់ទ្រាយធំនៅឡើយទេក៏បើទោះបីជាលោកបានលើកឡើងអំពីបញ្ហានេះក៏ដោយហើយបើយោងតាមប្រភពដែលបានថ្លែងក្នុងពេលកន្លងមកគឺបានដឹងថាមន្ត្រីដែលគ្រប់គ្រងឲ្យមានប្រតិបត្តិការយោធាបន្ថែមនៅប្រទេសអ៊ីរ៉ង់នោះគឺមន្ត្រីដែលមកពីខាងយុទ្ធភូមិភាគកណ្ដាលមកយុទ្ធភូមិភាគកណ្ដាលរបស់សហរដ្ឋអាមេរិកហើយនឹងអ៊ីស្រាអែលក៏អញ្ចឹងដែរអ៊ីស្រាអែលគ្រប់គ្រងឲ្យមានការវាយប្រហារយ៉ាងទូលំទូលាយទៀតផងដែរគឺបានន័យថាបង្កើនសម្ពាធវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ក៏ប៉ុន្តែយ៉ាងណាក៏ដោយគឺលោកប្រធានាធិបតី Donald Trump នៅទីបញ្ចប់ទៅលោកបានដកថយពីផែនការវាយប្រហារប្រទេសអ៊ីរ៉ង់នេះដោយបានបញ្ជាក់ថាគឺសម្ព័ន្ធមិត្តនៅប្រជុំបូព៌ារបស់សហរដ្ឋអាមេរិកក៏បានព្រួយបារម្ភអំពីការសងសឹកវិញរបស់អ៊ីរ៉ង់ផងដែរបាទបើសិនជាអ៊ីរ៉ង់រងការវាយប្រហារជាពិសេសគឺប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារទៅលើអ៊ីរ៉ង់បន្ថែមទៀតគឺច្បាស់ណាស់គឺអ៊ីរ៉ង់នឹងសងសឹកដោយវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងធម្មពលហើយនឹងរបស់ប្រទេសដែលនៅក្នុងតំបន់ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកឬក៏ជាប្រទេសដែលឲ្យសហរដ្ឋអាមេរិកដាក់មូលដ្ឋានយោធានោះបាទនេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលនឹងម្នាក់បានប្រាប់ទៅខាងទូរទស្សន៍ CNN ហើយក៏មន្ត្រីរូបនោះគឺមិនបានច្រើនចោលទេថាលោកត្រាំប្រហែលជាអាចរក្សាជំរឿនក្នុងការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសអ៊ីរ៉ង់នោះនៅពេលក្រោយបាទគឺការព្រួយបារម្ភរបស់លោកខេនគឺកើតមានឡើងនៅក្នុងពេលដែលរដ្ឋបាលលោកប្រធានាធិបតី Donald Trump កំពុងតែប្រឈមមុខជាមួយនឹងជំរឿនណាដែលជាជំរឿនដែលល្អដែលអាចនឹងប្រើប្រាស់បានហើយទូរទស្សន៍ CNN ក៏បានរាយការណ៍ថាឃ្លាំងគ្រាប់របស់សហរដ្ឋអាមេរិកហ្នឹងដែលជាកលឹះដ៏សំខាន់នៅក្នុងការធ្វើប្រតិបត្តិការហ្នឹងគឺក៏ថមថយផងដែរមិនបានច្រើនដូចមុនទេបាទដែលជាពិសេសបាទឥឡូវនេះគឺមានការខ្វះខាតនៅប្រព័ន្ធការពារដែនអាកាសទំនើបរបស់សហរដ្ឋអាមេរិកនេះអញ្ចឹងប្រទេសមួយចំនួនក៏សមបាទហើយបើទោះបីជាយ៉ាងនេះក៏ដោយគឺលោកខេនបាទលោកមិនលាក់លៀមទេក្រោយពីពិភាក្សាជាមួយនឹងមន្ត្រីសំខាន់ដូចជាលោកអនុប្រធានាធិបតីលោករដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកហើយលោកក៏បានជម្រាបរឿងនេះទៅដល់លោកប្រធានាធិបតី Donald Trump ឲ្យបានដឹងផងដែរថាតើបើសិនជាអាមេរិកប្រើប្រាស់កម្លាំងយោធាទៅប្រកាសណាស់គឺអាចនឹងធ្វើឲ្យអ៊ីរ៉ង់ខូចខាតយ៉ាងច្រើនបាទលោកឈរកណ្ដាលអញ្ចឹងទៅវិញទៅបាទអញ្ចឹងមានចំណុចកន្លែងនេះមួយដែលចប់ឲ្យព័ត៌មាននឹងចប់ឲ្យខ្ញុំគាត់នៅចង់បរៀនប្រិមិត្តមួយចំនួនដែលជាពិសេសក្មួយណាដែលកំពុងធ្វើការឲ្យចង់ឡើងធំតទៅទៀតហ្នឹងទាំងនៅក្នុងក្រុមហ៊ុនឯកជនក៏ដោយនៅស្ថាប័នរដ្ឋក៏ដោយអង្គការសហជីវជាតិក៏ដោយឃើញមានពាក្យមួយគឺលោកខេនលោកបានពិភាក្សាជាមួយនឹងមន្ត្រីនានានឹងសម្របសម្រួលគ្នានិយាយគ្នាមុននឹងទៅជួបលោកប្រធានាធិបតី Donald Trump បាទសម្រាប់បងពូដែលធ្វើការងារស្ដាប់ទៅជារឿងធម្មតានេះជា
procedure មួយនៃការធ្វើការធម្មតាទេអញ្ចឹងខ្ញុំលើកចំណុចនេះគឺដើម្បីបរិញ្ញាបត្រមួយណាអញ្ចឹងមុននឹងយើងទៅជួបប្រធានបើជួបប្រធានអីក៏ដោយគឺយើងទៅពិភាក្សាជាមួយគ្នាយើងមុនឋានៈបើនិយាយជាមួយមេយើងនិយាយចេះនិយាយចេះខ្ញុំនិយាយទៅគឺខ្ញុំមានមេខ្ញុំម្នាក់បាទដែលធ្វើជាមេ UN ប្រចាំនៅកម្ពុជាគឺលោក Douglas Gardner បាទលោក Douglas Gardner គាត់អ្វីដែលជារបៀបធ្វើការរបស់គាត់គឺគាត់ចង់ស្ដាប់បញ្ហាដែលយើងយកទៅបង្ហាញទន្ទឹមនឹងហ្នឹងគាត់ចង់ស្ដាប់ដំណោះស្រាយបាទដែលយើងផ្ដល់ជូនអញ្ចឹងដូច្នេះជារឿងសំខាន់ណាស់មុនពេលដែលយើងទៅជួបមេហ្នឹងគឺយើងទៅពិភាក្សាក្នុងក្រុមយើងសិនកុំស្រាប់ទៅដល់ច្អល់មុខគ្នានៅមុខមេមិនដឹងនេះនិយាយអីម្នាក់នោះនិយាយអីរកដំណោះស្រាយអត់ចាញ់ខាតពេលមេហើយមេគាត់មានកិច្ចការច្រើនត្រូវដោះស្រាយណាបាទដូចជាឧទាហរណ៍ដូចជំនាន់ខ្ញុំនៅ UN នៅស្រុកខ្មែរហ្នឹង UNDP កាលហ្នឹង project ជាង100 project ណាបាទជាង100 project មានអាទូចមានអាធំច្រើនណាបាទហើយខ្ញុំត្រូវដឹងទាំងអស់មកខ្ញុំត្រូវដឹងទាំងអស់តែម្ដងចុះយើងអ្នកគ្រប់គ្រងការផ្សព្វផ្សាយតើ project ណាយើងយកមកផ្សព្វផ្សាយ project ណាយើងអាចទុកចោលសិនបាទត្រូវដឹងទាំងអស់មកបាទអញ្ចឹងគឺយើងទៅពិភាក្សាត្រឡប់មករឿងវិញទៅពិភាក្សាក្នុងក្រុមយើងទៅរកដំណោះស្រាយយ៉ាងម៉េចណាឥឡូវនេះបើសិនជាយើងធ្វើចេះដំណោះស្រាយបញ្ហាទី1ទៅធ្វើចេះឲ្យជាដំណោះស្រាយទៅគាត់ហើយគាត់អាចបន្ថែមយោបល់ទាំងធ្វើអញ្ចឹងទៅឲ្យវាល្អកាន់ជាងហ្នឹងគឺទៅធ្វើចេះថែមទៀតយើងទទួលយកការកែលម្អរបស់គាត់ហ្នឹងមកធ្វើអញ្ចឹងគឺទៅត្រៀមគឺលើសំខាន់គឺត្រៀមជាមុនរកដំណោះស្រាយឲ្យយកទៅបង្ហាញគាត់មិនអង្គុយអ្នកខ្លះមេខ្លះគាត់ចូលចិត្តអង្គុយដោះស្រាយប៉ុន្តែសម្រាប់តែការងារតិចតួចទេដែលគាត់មានពេលអង្គុយដោះស្រាយបាទពេលខ្លះគាត់អត់មានពេលទាំងអស់អញ្ចឹងគាត់ពេលខ្លះគាត់ថាកុំអាប្រជុំហ្នឹងពជាវាខកការយើងទៅវិញណាបាទអញ្ចឹងគឺខ្ញុំចែករំលែកប៉ុណ្ណឹងណាមួយណាបាទសម្រាប់អ្នកដែលនៅត្រៀមខ្លួនជាបុគ្គលិកធម្មតាមុននឹងឡើងធ្វើធំឬក៏កាន់ project អីហ្នឹងក៏ត្រូវដឹងខ្លួនចឹងផងណាបាទមិនមែនយើងទៅជួបមេសុទ្ធតែមានដំណោះស្រាយគ្រប់រឿងបាទនៅពេលដែលយើងទាល់គ្រប់រឿងហើយទៅរកមេដោះស្រាយគ្រប់រឿងក៏អត់បានដែរបាទអញ្ចឹងអរគុណច្រើនសម្រាប់ប្រិមិត្តថ្ងៃនេះរដាក់បន្តិចបាទរ៉េតសារ៉ិតបងប្រុសបើមានព័ត៌មានកិច្ចណាសំខាន់សូមជួយព័ត៌មានខ្លីៗផងបងអរគុណបាទហ្នឹងខ្ញុំដឹងថាប្រិមិត្តយើងគាត់ចូលចិត្តព័ត៌មានសេដ្ឋកិច្ចដែរចាំខ្ញុំរកបាទថ្ងៃនេះខំប្រឹងរកព័ត៌មានសេដ្ឋកិច្ចដែរប៉ុន្តែគឺតាក់ទងតែមានរឿងខាងក្រុមហ៊ុនរបស់លោក Elon Musk បង្កើនរោងចក្រផលិតបន្ទះ chip AI នៅ Texas បាទរឿងហ្នឹងគឺវាចាប់អារម្មណ៍ណាស់ក៏ប៉ុន្តែវាលក្ខណៈអាមេរិកខ្លាំងពេកប្រិមិត្តមួយចំនួនបាក់យល់បាទគឺបាទគាត់ធ្វើគាត់ថាជារោងចក្រធំជាងគេបំផុតនៅលើពិភពលោកហើយបាទនៅរដ្ឋ Texas ហ្នឹងបាទមានព័ត៌មានអញ្ចឹងក៏ពិតគួរឲ្យបាទគួរឲ្យចែករំលែកដែរបាទអញ្ចឹងអរគុណច្រើនបាទខ្ញុំសវណ្ណារីពូកែណាមកប្រហែលថ្ងៃធ្វើប្រយោជន៍ច្រើននឹងជួយផ្សព្វផ្សាយវប្បធម៌ប្រទេសជាតិច្រើនបាទអរគុណច្រើនបាទខ្ញុំថែមទាំងអនុញ្ញាតឲ្យយកคลิปខ្ញុំហ្នឹងបើអ្នកណាចង់យកទៅប្រើជួយផ្សព្វផ្សាយបន្ថែមទៀតបាទចាំមើលខ្ញុំឥឡូវមុនបញ្ចប់ចឹងឬសូសវណ្ណារីលើកឡើងចាំមើលខ្ញុំបង្ហោះរូបវិញខ្ញុំ challenge ប្រិមិត្តវិញក្នុងមួយសប្តាហ៍តើបង្ហោះរូបដែលល្អពាក់ព័ន្ធជាមួយនឹងទេសចររបស់កម្ពុជានឹងឲ្យបានឃើញគ្រប់គ្នាទៅសាក់បើមិនបានរាល់ថ្ងៃមួយអាទិត្យទៅកន្លែងណាមួយកន្លែងទេសចររបស់កម្ពុជាបង្ហោះរូបហ្នឹងបាទបង្ហោះរូបឲ្យស្អាតមួយចឹងទៅហើយណែនាំឲ្យគេឃើញថាកន្លែងនេះគឺជាបាទប្រាសាទនាងខ្មៅអីចឹងមកនៅខេត្តសៀមរាបឬក៏នៅណាចឹងទៅឲ្យគេមើលឲ្យបានស្អាតចឹងទៅតែធ្វើបានទេបាទបើធ្វើអញ្ចឹងគឺបាទមើលទៅមានអ្នកតាក់ទាញចាប់អារម្មណ៍ឲ្យច្រើនដែរបាទបើកាលណាយើងដូចដែលខ្ញុំបាននិយាយបើកាលណាយើងរុញព័ត៌មានហ្នឹងឲ្យទៅក្នុងបណ្ដាញសង្គមឲ្យនៅអ៊ីនធឺណិតនៅច្រើនពេលគេ search ទៅអាម៉ាស៊ីន search ហ្នឹងវាទាញមកហ្មងបាទពីព្រោះអីអ្វីក៏ដោយឥឡូវហ្នឹងគឺតែអាចធ្វើ AI បានអីបានណា based on data ទិន្នន័យហ្នឹងសំខាន់ណាស់ពីព្រោះដូចជា machine learning ឃើញ AI ធ្វើបានហ្នឹងក៏ដោយសារតែមាន data ហ្នឹងក្នុងគេមនុស្ស upload ទៅហ្នឹងបាទគេយកអាហ្នឹងមកធ្វើការសិក្សារៀនទៅដឹងអញ្ចឹងបើយើងបង្ហោះរូបល្អពីទេសចររបស់កម្ពុជានឹងច្រើនទៅក៏វាជួយបាទអញ្ចឹងជួនកាលពេលខ្លះប្រិមិត្ត
ចូលរួមចំណាយជួយអត់ដឹងខ្លួនឧទាហរណ៍ដូចអ្នកខ្លះទៅញ៉ាំគុយទាវកន្លែងណាមួយអូបើនិយាយគុយទាវចឹងខ្ញុំមានស្គាល់ហាងនំបញ្ចុកមួយនៅសៀមរាបណាលើកមុនយើងល្បីតែប្រដាក់ណាប្រដាក់ខ្ញុំធ្លាប់ទៅញ៉ាំនៅប្រដាក់ហ្នឹងនំចុកឆ្ងាញ់ប៉ុន្តែមានកន្លែងមួយនៅកណ្ដាលទីក្រុងសៀមរាបតែម្ដងបាទគឺភោជនីយដ្ឋានមរដកមរដកខ្មែរបាទខ្ញុំទៅហ្នឹងមកនំបញ្ចុកក៏ឆ្ងាញ់បាទចាំមើលខ្ញុំថាបង្ហោះជូនមកផងដែរបាទអញ្ជើញទៅញ៉ាំកន្លែងហ្នឹងក៏ឆ្ងាញ់ដែរនំបញ្ចុកកន្លែងហ្នឹងបាទអូខេបាទចឹងអរគុណប្រិមត្តណាបាទអរគុណច្រើនមិនបាននៅយូរទេដោយសារតែរវល់ជាប់ចេញទៅខាងក្រៅឥឡូវចាប់ show នេះទៅទៀតហើយបាទចឹងអរគុណសូមជម្រាបលាបាទ